បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទិដ្ឋាការអាមេរិកសំណួរសួរថាតើខ្ញុំអាចធានាក្មួយនឹងចៅមករស់នៅសហរដ្ឋអាមេរិកបានឬទេសូមលោកក្មួយជួយប្រាប់វិធីល្អផងចំឡើយលោកអ្នកមិនអាចដាក់ពាក្យធានាក្មួយឬចៅមករស់នៅសហរដ្ឋអាមេរិកបានទេលោកអ្នកអាចធានាបានត្រឹមតែកូនប្រពន្ធប្តីបងប្អូនបង្កើតនិងម្ដាយឪពុកតែប៉ុណ្ណោះពោលមិនអាចធានាក្មួយឬចៅមករស់នៅសហរដ្ឋអាមេរិកបានទេការដែលលោកអ្នកដាក់ពាក្យធានាម៉ែឪពួកគាត់ដែលត្រូវជាបងប្អូនបង្កើតគឺក្មួយរបស់លោកអ្នកអាចធ្វើដំណើរមករស់នៅសហរដ្ឋអាមេរិកជាមួយម៉ែឪគេបានប្រសិនបើក្មួយហ្នឹងអាយុក្រោម21ឆ្នាំបាទករណីឪពុកម្ដាយធានាកូនត្រូវបានបែងចែកជាពីរប្រភេទទី1ម្ដាយឪពុកមានសញ្ជាតិអាមេរិកធានាកូនការដែលម្ដាយឪពុកមានសញ្ជាតិធានាកូនអាយុក្រោម21ឆ្នាំនៅលាវគឺរងចាំចន្លោះពី16ខែទៅ18ខែពួកគេនឹងអាចមានថ្ងៃចូលសម្ភាសករណីម្ដាយឪពុកមានសញ្ជាតិធានាកូនលើ21ឆ្នាំនៅលាវរងចាំចន្លោះពី7ទៅ8ឆ្នាំនឹងអាចមានថ្ងៃចូលសម្ភាសចំណែកករណីម្ដាយឪពុកមានសញ្ជាតិធានាកូនដែលមានគ្រួសារហើយគឺរងចាំរយៈពេល13ទៅ14ឆ្នាំទើបអាចមានថ្ងៃចូលសម្ភាសបាទអញ្ចឹងម៉ែឪមានសញ្ជាតិធានាកូនចែកជា3ប្រភេទកូនអាយុក្រោម21ឆ្នាំនៅលាវកូនអាយុ21ឆ្នាំលើនៅលាវនិងកូនមានគ្រួសារហើយបាទចំណែកទី2គឺករណីឪពុកម្ដាយកាន់គ្រីនខាតធានាកូនវិញពលឪពុកម្ដាយកាន់គ្រីនខាតធានាកូនប្រសិនបើកូននៅលាវអាយុក្រោម21ឆ្នាំគឺរងចាំពី3ទៅ4ឆ្នាំផ្ទុយទៅវិញបើឪពុកម្ដាយកាន់គ្រីនខាតធានាកូនដែលមានអាយុលើ21ឆ្នាំវិញនៅលាវគឺរងចាំចន្លោះពី7ទៅ8ឆ្នាំហើយករណីម្ដាយឪពុកកាន់គ្រីនខាតមិនអាចធានាកូនណាដែលបានរៀបការចុះអេតាស៊ីវិលបានទេក៏ប៉ុន្តែបើកូននោះគាត់នៅលាវគាត់មានកូនគឺអាចធានាបានសំខាន់កុំចុះអេតាស៊ីវិលនឹងគ្នាបាទតាក់ទងទៅនឹងការអាមេរិកសេវាកម្មធានាម៉ែឪប្រពន្ធកូនគូតដឹងអីក្រុមហ៊ុនមានទាំងអស់លោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការណាមួយខ្ញុំបាទចៅមនីខេមរាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះ